សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមានលើកយករឿង The Lie We Live In មកធ្វើការសម្រាយតដែលសាយរឿងតពីភាពមុនត្រង់កន្លែងដែលអ៊ីដូនឹងបានដឹងថាថេចុងនេះគឺជាប៉ូលីសរួចគេក៏បានសវ៉ាតាក់ទងទៅប្រាប់មេរបស់គេនឹងអំពីរឿងនឹងភ្លាមដោយលើអញ្ចឹងមេរបស់គេក៏បានបញ្ជាក់ដែរដោយសារតែបញ្ហាលើនេះកំពុងតែញ៉ៃញ៉ៃហើយអញ្ចឹងហើយឯងប្រកាសចិត្តអត់ថាគេនឹងគឺថាឯងនេះគឺជាបងប្រុសរបស់ដងហាអ៊ីដូក៏តថាគឺប្រកាសដោយសារតែគេនឹងខានជួបមុខបងប្រុសរបស់ដងហានេះជាយូរមកហើយអញ្ចឹងហើយគេមិនចង់ចាំមុខទេមេគេក៏បានបន្ថែមទៀតថាបើអញ្ចឹងនឹងឯងបន្តធ្វើពុជជាដងជីនរហូតដល់គេនេះចាក់ចេញដោយកុំឲ្យមានរឿងអ្វីកើតឡើងព្រោះរឿងមួយនេះគឺឯងត្រូវធ្វើការបញ្ចប់វានឹងដោយល្អឥតខ្ចោះបំផុតតាមមកដល់ថ្ងៃថ្មីឲ្យឃើញថាថេចុងនេះក៏បានរៀបចំខ្លួនចេញទៅហាត់ប្រាណអញ្ចឹងណាក៏បានមកឃើញអ៊ីដូនេះកំពុងឲ្យគេនៅលើសាឡុងហើយគេនឹងគេគ្មានអីដណ្ដប់ទេមិនត្រឹមតែប៉ុណ្្នឹងទេគឺអត់បែតលេអោទៀតគឺថាឡើងចំហទ្រូងហ្មងណាហើយក៏ចាប់អារម្មណ៍ឃើញរាងកាយរបស់គេនេះគឺសុទ្ធតែស្នាមតែម្ដងមិនដឹងថាគេនឹងជួបប្រទះរឿងអីខ្លះទេបន្ទាប់ពីឃើញអញ្ចឹងថេចុងនឹងក៏រៀងភ្ញាក់ផ្អើលតែគេនេះក៏បាននៅមើលយូរដែរក៏បន្តមករត់ហាត់ប្រាណហើយនៅកំឡុងពេលរត់ហ្នឹងគេក៏បាននឹកគិតទៅដល់ពេលសម្ដីមិត្តភ័ក្តិរបស់គេដែរការពិតទៅការដែលគេមកទីនេះដើម្បីមកធ្វើការស៊ើបអង្កេតអំពីករណីប៉ារបស់គេស្លាប់តែករណីនឹងត្រូវបានបាត់តាំងតែពី10ឆ្នាំមុនមកម៉ែហើយឡានរបស់ប៉ាគេហ្នឹងគឺរកឃើញនៅក្នុងអាងទឹកនៅទីនេះអញ្ចឹងហើយនៅពេលដែលគេរត់មកដល់កន្លែងហ្នឹងគេក៏បានយករូបភាពហើយនឹងទិន្នន័យដែលគេបានធ្វើការគាត់ហ្នឹងយកមកធ្វើការមើលដែរមិនដឹងថាគួរតែធ្វើពីណាទៅណាងាកមកខាងអ៊ីដូវិញឃើញថាគេហ្នឹងដេកលក់មិនធម្មតាទេថ្ងៃរះខ្លាំងមែនតើហើយនៅតែមិនតន់ភ្ញាក់ហើយបន្ទាប់ពីភ្ញាក់ឡើងមានភួយមានអីដណ្ដប់ហ្នឹងគេក៏រៀងចម្លែកចិត្តដែរហើយបានជាគេនេះគេលក់ស្កប់ខ្លាំងដល់ថ្នាក់ហ្នឹងបន្តិចក្រោយមកគេក៏បានមករៀបចំអាហារពេលព្រឹកដែលពេលហ្នឹងដែរថេចុងនេះក៏បានដើរមកហើយក៏សួរដែរលោកកំពុងតែរៀបចំអាហារពេលព្រឹកមែនដោយឃើញគេមកអញ្ចឹងហើយអ៊ីដូហ្នឹងក៏សួរគួរសមហ្មងទៅឯងចង់ញ៉ាំដែរអត់ថេចុងក៏តបថាញ៉ាំតែឥឡូវហ្នឹងសូមទៅសម្អាតខ្លួនបន្តិចហើយនៅកំឡុងពេលញ៉ាំហ្នឹងថេចុងក៏សួរអ៊ីដូដែរថាដងហាមែនទេមកអត់មើលទៅគេហ្នឹងដូចទៅស្លាប់អញ្ចឹងលើស្ងាត់ឈឹងតពេលលើគេសួរអញ្ចឹងអ៊ីដូហ្នឹងក៏រៀងភាំងដែររួចក៏បានសប្បាយយកទឹកមកផឹកទៅបានតបទេដោយឃើញអញ្ចឹងថេចុងហ្នឹងក៏សួរនាំទៀតថាតើបងនេះគេលក់ស្រួលអត់មើលទៅដូចយហត់នឿយណាហើយមួយវិញទៀតប្រហែលជាយកមិញហ្នឹងបងគ្មានភួយដណ្ដប់ប្រហែលជាតិចខ្លាំងហើយដោយលើគេនិយាយអញ្ចឹងអ៊ីដូហ្នឹងក៏អរគុណដែរដែលគេនេះបានយកភួយមកដណ្ដប់ឲ្យព្រឹកមិញរួចគេប្រងលើកអាហារយកមកញ៉ាំឯហ្នឹងតែមិនតាន់បានញ៉ាំទេថេចុងនិយាយច្រើនណាស់សួរនាំរហូតដោយគេបានបន្ថែមថាប្រហែលជាម្សិលមិញហ្នឹងបងមានអារម្មណ៍មិនសូវស្រួលទេដោយសារតែខ្ញុំមែនអត់តែគេក៏បកកាយថាមិនមែនអញ្ចឹងទេថេចុងក៏បានបន្ថែមទៀតថាបើសិនជាល្ងាចនេះដងហានៅតែមិនតាក់ទងមកទៀតហ្នឹងគឺខ្ញុំនឹងចាក់ចាញ់ហើយដែលពេលហ្នឹងក៏បានឮសំឡេងក្ដុងក្ដាំងនៅខាងក្រោមអញ្ចឹងណាថេចុងនេះឡើងឆ្ងល់មែនតើថាសំឡេងហ្នឹងមកពីណាចំណែកអ៊ីដូក៏ព្យាយាមបង្វែរដែរថាប្រហែលជាសម្លេងមកពីខាងក្រៅតែថេចុងមានអារម្មណ៍ថាដូចជានៅសម្លេងនៅខាងក្រោមគេក៏សួរបញ្ជាក់ដែរនៅខាងក្រោមមានបន្ទប់ក្រោមដីមែនអ៊ីដូក៏បកកាយថាអត់ទេតាមមើលទៅហ្នឹងប្រហែលជាកង្ហាខ្យល់នេះកំពុងតែដំណើរការហ្នឹងហើយទៅវាបង្កើតសម្លេងប្លែកៗនៅកំឡុងពេលដែលវាវិលតទៅលើអញ្ចឹងថេចុងហ្នឹងក៏សួរនាំទៀតថានៅណាតាមមើលទៅនេះដូចជាត្រូវការជួយចូលឡើយចាំខ្ញុំជួយតែអ៊ីដូហ្នឹងក៏ព្យាយាមខកថាមិនបាច់ទេយើងអាចធ្វើវាបានដោយខ្លួនឯងតែគេអត់ព្រមទេនៅតែនិយាយថាឲ្យខ្ញុំជួយខ្លះទៅយ៉ាងហោចណាស់វាជាការអរគុណនៅពេលខ្ញុំបានមកស្នាក់នៅទីនេះបន្តិចក្រោយមកពួកគេក៏បានមកជួសជុលហើយទេចុងហ្នឹងក៏ប្រាប់អ៊ីដូដែរថាបងសាក់មើលនៅខាងក្នុងមើលឃើញអីអត់ប្រហែលជាមានអីហើយទៅធ្វើឲ្យមានសម្លេងបែបហ្នឹងហើយមួយវិញទៀតខ្ញុំបានឮថានៅដងឈូននេះគេនឹងធ្វើការសាងសង់ភោជនីយដ្ឋានហើយនឹងធ្វើការរុះរើភ្នំហ្នឹងដើម្បីធ្វើការសង់ទីលាន3កូនគោលបើអញ្ចឹងមែនថាតើកំណើប្រជាជននេះនឹងកើនឡើងហើយត្រូវអត់អ៊ីដូក៏សួរមកវិញថាដោយសារតែមូលហេតុហ្នឹងទៅត្រូវបានចាត់តាំងឲ្យឯងហ្នឹងមកប៉ោះបលីនៅដងឈូនមែនអត់តែគេក៏តបថាអត់ទេខ្ញុំស្ម័គ្រចិត្តតែហេតុតែបានជាបងដឹងថាខ្ញុំជាបលីអ៊ីដូក៏តបថាយើងឃើញឯកសណ្ឋាននៅក្នុងទូតែហេតុតែបានជាឯងហ្នឹងសុកស្ម័គ្រចិត្តមកទីនេះហើយចុងក៏តបថាគឺឪពុករបស់ខ្ញុំហ្នឹងគឺជាអ្នកស៊ើបអង្កេតនៅក្នុងអង្គភាពឧក្រិដ្ឋកម្មហិង្សានៅទីនេះអញ្ចឹងហើយទៅខ្ញុំហ្នឹងចង់ដើរតាមកន្លងរបស់គាត់ដោយលើអញ្ចឹងគេក៏សួរទៀតថាឥឡូវហ្នឹងក៏ចូលនិវត្តន៍នៅថេចុងក៏តបថាគាត់ស្លាប់រយៈពេល10ឆ្នាំមកដោយសារតែការធ្វើអត្តឃាតតបពីលើអញ្ចឹងអ៊ីដូហ្នឹងក៏សែនហើយក៏សុំទោសដែរដែលនាំឲ្យគេនិយាយអំពីរឿងដែលពិបាកចិត្តអញ្ចឹងតែចុងក៏បានបន្ថែមទៀតថាគឺមិនអីទេតែខ្ញុំនឹងមិនជឿថាប៉ារបស់ខ្ញុំនឹងជ្រើសរើសផ្លូវបែបនេះហើយទុកខ្ញុំចោលទេអញ្ចឹងហើយទុកខ្ញុំមកទីនេះគឺខ្ញុំចង់ដឹងថាមានរឿងអ្វីកើតឡើងមុនពេលដែលដងឈុននឹងធ្វើការផ្លាស់ប្ដូរដោយលើគេនិយាយច្បាស់ៗពេកអញ្ចឹងអ៊ីដូក៏សួរបញ្ជាក់ដែរហេតុអ្វីជាឯងប្រកាសចិនថេចុងក៏តបថាដោយសារតែថ្ងៃខានស្អែកបន្ទាប់ពីគាត់ស្លាប់នឹងគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំហើយគាត់នេះក៏បានកកភោជនីយដ្ឋានសម្រាប់ពួកយើងញ៉ាំអីជាមួយគ្នាចឹងហើយខ្ញុំច្បាស់ណាស់ថាគាត់នឹងមិនធ្វើការជ្រើសរើសផ្លូវបែបហ្នឹងទេអ៊ីដូក៏បានសួរទៀតថាបើអញ្ចឹងហើយដែលបានជាឯងមិនប្រាប់រឿងរ៉ាវនេះតែឲ្យប៉ូលីសធ្វើការស៊ើបអង្កេតតែចុងក៏តបថាគឺខ្ញុំបានប្រាប់ហើយមិនថាខ្ញុំព្យាយាមនិយាយយ៉ាងណាទេគឺគ្មានអ្នកណាស្ដាប់ខ្ញុំសោះហើយពួកគេបានអះអាងថាគឺផតាំងនឹងមានគ្រប់គ្រាន់ហើយបន្ទាប់ពីលើគេនិយាយម៉ាត់បែបហ្នឹងអ៊ីដូនឹងក៏និយាយហ្មងបើអញ្ចឹងធ្វើការស៊ើបអង្កេតវាឲ្យមកចប់ទៅព្រោះឯងបាននិយាយថាវាជារឿងដែលសំខាន់ណាស់សម្រាប់ឯងមែនអត់
បន្ទាប់ពីលើគេនិយាយអញ្ចឹងថេចុងនឹងណាក៏ញញើមចំណែកអ៊ីដូនីក៏សួរដែរហើយបានជាឯងញញើមបែបនេះថេចុងក៏តបថាដោយសារតែបងនេះគឺជាមនុស្សដំបងដែលនិយាយបែបហ្នឹងមកខ្ញុំអរគុណអញ្ចឹងហើយបងឆាប់តែលាងដៃលាងអីទៅកន្លែងនេះទៅខ្ញុំសំអានហើយគ្រាន់តែគេចេញទៅបាននឹងណាក៏ឃើញមានអ្នកយកសម្បត្តិនេះយកមកដាក់ឲ្យគេបានសប្បាយយកមកមើលទៅនឹងណាឃើញថាវាជាការជូនដំណឹងចុងក្រោយរបស់ធនាគារមួយដល់ឃើញអញ្ចឹងថេចុងនឹងណាកាន់តែឆ្ងល់ទៀតហើយថាមិនដឹងដងហានេះទៅណាទេងាកមកខាងអ៊ីដូវិញគេបានមករត់ដងហាដល់ឃើញថាគេមិនញ៉ាំអាហារនឹងណាក៏យកសោនេះអ្វីឲ្យទ្រង់នឹងហើយនិយាយដែរឬមួយក៏ឯងមិនឃ្លានចំណែកដងហានឹងណាក៏ឌឺដែរក៏បានយកជើងនេះធាក់អាចារ្យបាយនឹងចេញរួចក៏បានសួរថាតើថេចុងនឹងណាគេនៅរស់ដែរអន់តែអ៊ីដូមិនបានតបរឿងនឹងទេក៏សួរវិញគឺយើងនឹងណាប្រាប់ឯងនេះឆ្លើយសំណួររបស់យើងសិនតែដងហាឈប់ទេក៏សួរទៀតថាបើសិនជាគេនៅរស់ហើយដែលបានជាឯងហ្នឹងមិនចាប់គេយកមកឃុំដូចជាយើងដែរឬមួយក៏ដោយសារតែគេគួរឲ្យស្រឡាញ់ពេកទៅឯងមិនហ៊ានធ្វើបែបអ៊ីដូក៏តថាវាមិនមែនជារឿងរបស់ឯងកុំខ្វល់ដងហាក៏បានបន្ថែមទៀតឯងគិតថាថេចុងហ្នឹងអត់សង្ស័យឯងសោះតែម្ដងអីព្រោះឯងជាមនុស្សចម្លែកហើយមកស្នាក់នៅផ្ទះរបស់មិត្តភក្តិគេបែបនេះអ៊ីដូក៏និយាយទៀតថាឯងហ្នឹងឈុំនិយាយរឿងអត់ប្រយោជន៍ហ្នឹងទៅប្រាប់មកទូរស័ព្ទហ្នឹងណែចំណែកដងហាបន្តទៅឃើញគេជួបបរិយហ្នឹងក៏ស្នើសុំគេមួយដែលរបៀបថាអ្នកធ្លាប់ជួបឃើញហើយរៀងឃ្លានតែអ៊ីដូក៏សួរវិញចុះបើយើងឲ្យនឹងឯងនឹងប្រាប់យើងអន់ដងហាក៏បានសួរបញ្ជាក់ទៀតថាហើយចុះបើសិនជាខ្ញុំប្រាប់ឯងថាតើឯងនឹងនឹងដោះលែងជីវិតរបស់ខ្ញុំដែរត្រូវអន់តែអ៊ីដូក៏បានតបទេក៏បាននិយាយវិញថាគឺឯងត្រូវធ្វើការសម្រេចចិត្តថ្ងៃនេះមករួចគេក៏បានបោះបរិយហើយនៅដេកេះហ្នឹងទៅឲ្យគេជួបដែរទៅរួចក៏បានសប្បាយឡើងទៅលើវិញតែមកដល់ខាងថេចុងវិញឃើញថាគេកំពុងធ្វើការលៀងបង្គាហើយនៅពេលដែលឃើញអ៊ីដូដើរចូលមកហ្នឹងគេក៏សួរដែរថាបងទៅមកពីណាអ៊ីដូក៏តបថាគឺខ្ញុំមានការងារមិនតាន់ត្រូវធ្វើទើបតែបង្ហើយមកចំណែកថេចុងទើបតែគេនឹកឃើញថាគេបើសម្លេងបោចម្រៀងលឺហ្នឹងគេប្រងទៅបាត់ហើយតែអ៊ីដូក៏បានខកថាអីទេចាក់វាទៅតែថាឥឡូវនេះឯងកំពុងធ្វើអីថេចុងក៏តបថាល្ងាចនេះពួកយើងញ៉ាំអាហារជាមួយគ្នាប៉ុន្តែគឺខ្ញុំហ្នឹងទិញមកសម្រាប់ដងហាទេតែឥឡូវនេះធ្វើអាហារញ៉ាំហ្មងទៅបងចូលចិត្តវាដែរអត់អ៊ីដូក៏តបថាគឺមិនដឹងទេដោយសារតែយើងមិនដែលសារបន្ទាប់ពីលឺអញ្ចឹងថេចុងក៏រៀងចម្លែកចិត្តដែរដោយសារតែដងហានេះគេចូលចិត្តអាប្រគេហ្នឹងណាបន្តិចក្រោយមកអាហារក៏បានរួចរាល់ហើយបន្ទាប់ពីគេញ៉ាំភ្លាមហ្នឹងថេចុងក៏សវ៉ាសួរហ្មងថាមិនដែរឆ្ងាញ់អន់អ៊ីដូក៏តបថាអត់អីទេឆ្ងាញ់តបពីលឺអញ្ចឹងគេក៏សប្បាយចិត្តហើយក៏បានបន្ថែមទៀតថាគឺខ្ញុំហ្នឹងធ្វើអាផាស្តានេះប្រហែលជា1000ដងហើយអ៊ីដូក៏សួរជាថាហេតុអីតែចង់ក៏តបថាដោយសារតែខ្ញុំនឹងចំណាយពេលតែម្នាក់ឯងទេអញ្ចឹងហើយនៅពេលដែលយើងនៅតែម្នាក់ឯងនឹងមានតែធ្វើមីហើយនឹងផាស្តានឹងទេដែលវាងាយស្រួលតាមមើលទៅប្រហែលជាបងនឹងមិនយល់ពីអារម្មណ៍ដែលឯកានៅកំឡុងពេលញ៉ាំអាហារតែម្នាក់ឯងទេត្រូវអន់វីដេអូក៏តថាអត់ទេយើងយល់បន្ទាប់ពីលឺអញ្ចឹងថេចុងក៏រៀងឆ្ងល់ដែរដោយសារតែគេមានបងប្អូនអ៊ីដូក៏តទៀតថាដោយសារតែកាលនៅក្មេងនឹងគឺយើងចំណាយពេលវេលាតែម្នាក់ឯងច្រើនណាស់ថេចុងក៏សួរទៀតថាជាធម្មតាពេលបងនៅម្នាក់ឯងចូលចិត្តធ្វើអីអ៊ីដូក៏តបថាជួយចិត្តហាត់ប្រាណហើយនឹងធ្វើទម្លាប់ដដែលជារៀងរាល់ថ្ងៃបន្ទាប់ពីលឺអញ្ចឹងថេចុងក៏សួរដែរអាការគូនឹងរួមបញ្ចូលដែរអត់ខ្ញុំឃើញគំនូររបស់បងហ្នឹងគូស្អាតណាស់បងដែរចូលរៀនដែរមែនតែគេក៏ប្រកែកថាអត់ទេវាគ្រាន់តែជាទម្លាប់ហើយខ្ញុំធ្វើវាដោយខ្លួនឯងតែចុងក៏បានបន្ថែមទៀតថាហើយបានជាបងហ្នឹងមិនទៅរៀនបានត្រឹមត្រូវទៅដោយសារតែជំនាញរបស់បងនេះគឺល្អខ្លាំងមែនទែនតែគេក៏ប្រកែកថាអត់ទេរឿងបែបនេះវាមិនសមជាមួយខ្ញុំទេបន្ទាប់ពីលឺអញ្ចឹងថេចុងក៏រៀងសែតហើយនិយាយថាកាប់ទៅនឹងខ្ញុំក៏ព្យាយាមនិយាយបែបហ្នឹងប្រាប់ខ្លួនឯងច្រើនណាស់ដែរថាតើមនុស្សដូចខ្ញុំនឹងអាចខ្លាចជាអ្នកស៊ើបអង្កេតបានដោយរបៀបណាថាតើខ្ញុំនឹងនឹងត្រូវបានចាប់ខ្លួននេះដោយអក្រិតជនឬក៏អន់ប៉ុន្តែសម្រាប់បងវិញខ្ញុំគិតថាបងជាមនុស្សដែលមានទេពកោសល្យទោះបីជាខ្ញុំមិនសូវចេះមិនសូវដឹងអំពីការគូគំនូរប៉ុន្តែនៅពេលខ្ញុំឃើញភ្លាមនឹងឃើញថាគំនូរបងនេះល្អពិតមែនគឺខ្ញុំពិតជាចូលចិត្តអាគំនូរដែលបងនឹងគូនៅមាត់សមុទ្រនឹងណាថាវានៅកន្លែងណាថាតើបងដែរបានទៅអត់ដូក៏តថាជាកោះហ្វារ៉ូគឺវានឹងនៅអឺរ៉ុបខាងជើងគឺខ្ញុំបានទៅទេគ្រាន់ធ្វើការគូវានឹងតាមរូបថតប៉ុណ្ណោះបន្ទាប់ពីលឺអញ្ចឹងគេក៏សួរហ្មងហើយបានជាបងនឹងមិនទៅមើលវាដោយផ្ទាល់ហ្មងទៅតែអ៊ីដូក៏ប្រកែកថាហើយបានជាយើងចាំបាច់ទៅមើលគឺវាគ្រាន់តែជាការគូតែចង់ក៏តថាគ្រាន់តែការគូមិនគឺគំនូរនឹងស្អាតណាស់បើអញ្ចឹងនឹងខ្ញុំទិញវាពីបងហ្មងទៅតន់តម្លៃតន់ឡើងអ៊ីដូក៏ថាឲ្យហ្មងឯងនឹងដូចជាលើពេកហើយបន្ទាប់ពីលឺអញ្ចឹងគេឡើងសែតហើយក៏សួរដែរមកពីខ្ញុំនិយាយច្រើនពេកមែនអត់ដល់ឃើញគេសែតអញ្ចឹងអ៊ីដូនឹងក៏និយាយទៅវិញតែយ៉ាងហោចណាស់ឯងក៏ដឹងខ្លួនបន្ទាប់ពីលឺអញ្ចឹងគេក៏សើចហើយនិយាយថាគឺខ្ញុំរីករាយណាស់នៅពេលដែលបានមកជួបបងម្ដងទៀតដងជិនតាមមកដល់ពេលល្ងាចឃើញថាថេចុងនឹងក៏បានរៀបចំអ្វីបាននេះប្រុងចាក់ចាញ់ហើយតែក៏បានស្រែកលាអ៊ីដូបន្តិចដែរហើយនៅពេលដែលឃើញគេមិនឆ្លើយនឹងក៏ស្រែកសួរទៀតថាបងគេងហើយមែនហើយមួយវិញទៀតនៅពេលដែលដងហាមកនឹងរាក់តាក់គេជំនួសខ្ញុំផងហើយមិនអស់ចិត្តគេក៏បានសប្បាយដើរចូលទៅមើលឃើញថាអ៊ីដូនេះកំពុងតែអង្គុយពិបាកក្នុងខ្លួនដល់ឃើញអញ្ចឹងគេបានសប្បាយទៅសួរនាំដែរបងកើតអីបងមិនស្រួលខ្លួនមែន
ហើយបន្តពីគេឡើងកទួលហើយនឹងមានកម្ដៅឡើងខ្លាំងហ្នឹងណាគេក៏សួរបញ្ជាក់ដែរថាបងនេះអាឡែស៊ីជាមួយនឹងបង្គាមែនបើសិនជាអញ្ចឹងមែនហ្នឹងណាវាមិនល្អទេអញ្ចឹងហើយលើនេះអញ្ចឹងខ្ញុំនាំបងទៅមន្ទីរពេទ្យតែគេក៏ប្រកែកថាអត់ទេគឺយើងសម្រាប់តែបន្តិចទៅលេងអីហើយតែគេមិនអស់ចិត្តទេប្រងទេទៅ9:11ហើយតែអ៊ីដូនីនៅតែខត់មកឲ្យគេហៅដោយឃើញអញ្ចឹងទេចុងហ្នឹងណាឡើងអាណិតក៏និយាយសុំទោសតែម្ដងគឺខ្ញុំនេះពិតជាមិនដឹងទេថាបងអាឡែស៊ីជាមួយនឹងបង្គាបន្ទាប់ពីលឺអញ្ចឹងអ៊ីដូហ្នឹងណាក៏សើចហើយនិយាយដែរក៏ពិតទៅគឺវាឆ្ងាញ់មួយសន្ទុះក្រោយមកបន្ទាប់ពីគេបើកភ្នែកឡើងហ្នឹងណាក៏ឃើញថាថេចុងនេះគឺគេនឹងក្បែរគេនឹងឯងគឺថាពួកគេនឹងណាគេងទួនមុខគ្នាដល់ឃើញអញ្ចឹងអ៊ីដូនីសម្លឹងមើលមុខគេមិនដាក់ភ្នែកទេសម្លឹងមើលតាំងតែពីភ្នែករហូតដល់បបោមាន់ព្រោះគេក៏បានយកដៃនឹងណាតងឯបបោមាន់របស់ថេចុងនេះតិចតិចដែលមើលទៅហាក់ដូចជាអ៊ីដូនឹងណាកំពុងតែមានអារម្មណ៍ល្អចំពោះគេហើយតាមមកដល់ថ្ងៃបន្តពីភ្ញាក់ឡើងនឹងណាក៏សវ៉ារាវរួថេចុងដែរតែមិនឃើញរួចគេក៏បានសវ៉ាក្រោកឡើងចេញទៅក្រៅមើលនឹងណាក៏ឃើញថាគេនេះបានចាក់បោះចម្រៀងទុកហើយក៏មានទុកសម្បត្តិឲ្យគេមួយច្បាំដោយគេបានសរសេរថាគឺខ្ញុំឃើញបងនឹងណាគេលក់ស្រួលពេកអញ្ចឹងហើយទៅខ្ញុំមិនហ៊ានដែរហើយមួយវិញទៀតខ្ញុំគិតថាពេលខ្ញុំនៅជាមួយបងនឹងណាធ្វើឲ្យបងនាងមានអារម្មណ៍មិនស្រួលអញ្ចឹងហើយទៅខ្ញុំនឹងណាចាក់ចេញដោយមិនបានលាប៉ុន្តែសម្រាប់ខ្ញុំវាជាពេលវេលាដែលសប្បាយរីករាយណាស់ទោះបីជារយៈពេលខ្លីក៏ដោយបន្ទាប់ពីឃើញសម្បត្តិនឹងហើយគេក៏រៀងសែតដែរព្រោះគេមិនអស់ចិត្តហើយរបស់ជាគេនឹងណាចាក់ចេញដោយមិនធ្វើការលាអីមួយម៉ាត់អញ្ចឹងងាកមកខាងថេចុងឃើញថាគេក៏បានមកធ្វើការនៅហាងកាហ្វេហើយគេនឹងណាក៏ឆ្លៀតបើកមើលរូបភាពដែលអ៊ីដូបានគូនីរួចក៏សរសើរដែរថាវាស្រស់ស្អាតមែនទែនតែអ៊ីដូវិញនឹងណាក៏អង្គុយមើលរូបភាពនឹងដូចគ្នារួចគេក៏បានយកសម្បត្តិដែលថេចុងបានសរសេរឲ្យគេនីយកមកដាក់នៅជាមួយគ្នានឹងដែរងាកមកខាងថេចុងវិញកំពុងតែអង្គុយធ្វើការសឹកសុននឹងណាក៏បានឮសំឡេងអ្នកណានីស្រែកសួរដែរថាឯនេះមកទីនេះធ្វើការមែនបើសិនជាអញ្ចឹងមែនហ្នឹងហើយយ៉ាងហោចណាស់គឺឯងគួរតែទេប្រាប់យើងបន្តិចទៅដោយសារតែនៅកន្លែងធ្វើការនេះយើងគឺជារៀងច្បាស់របស់ឯងហើយតែគេម្នាក់នឹងមានឈ្មោះថាឈុលជីនដល់លើគេនិយាយអញ្ចឹងថេចុងហ្នឹងក៏សុំទោសដែរគឺខ្ញុំភ្លែឆឹងឈុលជីនក៏តបថាយើងនិយាយលេងទេតែតើតើនឹងការងារឥឡូវហ្នឹងឯងប្រងធ្វើម៉េចហើយឥឡូវនេះឯងស្នាក់នៅណាថេចុងក៏តបថាគឺស្នាក់នៅផ្ទះស្នាក់នៅក្រុងឈុលជីនក៏បានបន្ថែមទៀតថារៀងពីបានតិចហើយដោយសារតែនៅដមហ្នឹងកំពុងធ្វើការជួសជុលប្រហែលជាប្រហែលថ្ងៃទៀតនឹងរួចរាល់ហើយចុះការិយាល័យនៅសេអ៊ូលវិញហ្នឹងណានៅពេលដែលឯងមកនេះអត់មានបញ្ហាទេមែនថេចុងក៏តថាទោះបីជាពួកគេធ្វើក៏ដោយហ្នឹងណាក៏វាជារឿងនៅតែមានដដែលទេឈុលជាងក៏បានបន្ថែមទៀតថាឯងនិយាយចឹងក៏ត្រូវដែរគឺយើងក៏ព្យាយាមនិយាយពាក្យល្អៗហ្នឹងណាទៅជាវាយដែលប្រាប់ថាឯងនេះជាដៃគូរបស់យើងហើយក៏ជាមនុស្សដែលឆ្លាតបំផុតបន្ទាប់ពីលឺអញ្ចឹងគេក៏អរគុណហើយឈុលជាងហ្នឹងណាក៏លើកឡើងទៀតថានៅទីនេះឯងអាចបង្កបញ្ហាដូចជានៅសេអ៊ូលបានទេឯងត្រូវដឹងថេចុងក៏តបថាបង្កបញ្ហាអីគេគឺខ្ញុំហ្នឹងណាគ្រាន់ធ្វើការស៊ើបអង្កេតនៅបញ្ហាដែលត្រូវដោះស្រាយប៉ុណ្ណោះឈុលជាងក៏តបទៀតឯងដឹងអត់ថាស្រុកកំណើតរបស់ខ្ញុំហ្នឹងណាជាកន្លែងបែបណាគឺជាកន្លែងដែលស្ងប់ស្ងាត់ដែលជាកន្លែងដែលប្រជាជនហ្នឹងណារស់នៅដែលមានសុខសន្តិភាពអញ្ចឹងហើយឯងកុំទៅលលេងជាមួយនឹងពួកអករហូតដល់ធ្វើឲ្យដីនេះធ្លាក់ថ្លៃតែគេក៏ប្រកែកថាមិនអីទេខ្ញុំអាចមើលថែខ្លួនបានឈុលជាងក៏បាននិយាយទៀតថាគឺរឿងរបស់ឯងហ្នឹងណាដូចជារឿងរបស់យើងអញ្ចឹងហើយឯងកុំបង្កបញ្ហាតែនិយាយអញ្ចឹងតាំងតែពីឯងមកហ្នឹងណាគឺឯងនេះស្នាក់នៅតែទេសនាហ្នឹងមកកន្លែងមែនអត់ថេចុងក៏តបថាគឺខ្ញុំនឹងបានទៅផ្ទះរបស់ដងហាតែគេនេះមិនដឹងទៅណាទេបាត់ខ្លួនឲ្យឆឹងដោយលឺអញ្ចឹងគេក៏និយាយហ្មងគឺយើងនឹងក៏ទេទៅគេដែរគេមិនលើងងាកមកខាងអ៊ីដូវិញនៅកំឡុងពេលញ៉ាំអាហារហ្នឹងឃើញថាគេឡើងសែតែម្ដងដោយសារតែប្រហែលថ្ងៃមុននេះបានថេចុងកំដរញ៉ាំកាលមកដល់ពេលអ្នកនេះវិញឈោជីនឹងក៏សួរបញ្ជាក់ដែរថាឯងនៅផ្ទះរបស់ដងហាតែម្នាក់ឯងហើយបន្ទាប់ពីលឺគេនិយាយថានៅជាមួយនឹងដងជីនឹងគេក៏ថាអោយហ្មងឯងឈួតទេអីមកនិយាយរឿងកំ pl អីពេលនេះឬមួយក៏ឯងបានដឹងទេថាដងជីនេះគឺស្លាប់តាំងតែពីឆ្នាំមុនបន្ទាប់ពីលឺអញ្ចឹងថេចុងនឹងភ្ញាក់ផ្អើលមែនទែនឈុលជាងក៏បានបន្ថែមទៀតថាឯងអត់ដឹងទេអីថាដងហានឹងនៅតែមានបញ្ហាអំពីរឿងនឹងមិនតាន់បាត់ទេបើសិនជាអញ្ចឹងមែននឹងអ្វីដែលឯងបានឃើញនេះថាតើគឺជាខ្មោចឬក៏ជាអ្វីឲ្យប្រកនថាតើគេជាអ្នកណាដែលឯងនឹងបាននៅជាមួយបន្ទាប់ពីលឺគេសួរអញ្ចឹងថេចុងនឹងកាន់តែកាំងមែនទែនហើយមិនដឹងមិនមកទេហើយសាយរឿងក៏បានបញ្ចប់ត្រង់កន្លែងហ្នឹងដែរទៅ